សួស្តីបងប្អូនជួយ share មួយដើម្បីបានជាព័ត៌មានសម្រាប់ពួកយើងទាំងអស់គ្នាណាបងប្អូនឥឡូវតែគិតរវល់ពីរឿងស្រុកខ្មែរព័ត៌មានស្រុកខ្មែរឥឡូវ10 government shutdown បងប្អូនចាសហរដ្ឋអាមេរិកយើងនេះបាន shutdown ថ្ងៃនេះផ្ទាល់តែម្ដងចាថ្ងៃនេះខែ10ថ្ងៃ1 2025 government shutdown boom ចាហើយចំពោះវីដេអូថ្ងៃនេះដែលខ្ញុំចង់ចែករំលែកបងប្អូនថាអ្វីទៅគេហៅថា government shutdown ចំពោះសហរដ្ឋអាមេរិកនៅពេលចុងឆ្នាំគឺគេប្រជុំក្នុងការដូចថាគេត្រូវចំណាយទៅលើអីចឹងគេដាក់ budget ចាអញ្ចឹងបើសិនជារដ្ឋាភិបាលមិនព្រមព្រៀងចានៅក្នុងការដែលគេហៅថា approve funding ណាគឺមានន័យថាគឺគេអាចប្រើប្រាស់ថវិកាសម្រាប់ឧបត្ថម្ភបុគ្គលិកឬមួយក៏គេហៅថាgovernment បានទេគេត្រូវតែប្រឈប់បដោះអាសន្នសិនមុននឹងគេបានដូចថា bill ថ្មីក្នុងការដែលគេត្រូវបានថវិកាចំណាយចាហើយរឿងនេះវាប៉ះពាល់អីខ្លះចាទី1ពេលដែល government shutdown អញ្ចឹងចំពោះបុគ្គលិកដែលធ្វើចំពោះ government ណាគឺទី1គឺគាត់អាចប្រឈមនៅក្នុងគេហៅថា follow ដូចថារៀង lay off ឬមួយក៏គេឲ្យយើងសម្រាប់នៅផ្ទះក៏ប៉ុន្តែចំពោះ TSA បងប្អូននឹងស្រាប់ហើយ TSA សម្រាប់អ្នកដែលដូចថា check នៅក្នុងពលានយន្តហោះ security នៅពលានយន្តហោះហើយនៅមួយទៀតគេហៅថាtraffic controller ហ្នឹងគឺអ្នកបញ្ជាកប៉ាល់ហោះបងប្អូនពួកគាត់ត្រូវតែធ្វើការដដែលចាក៏ប៉ុន្តែក៏អត់បាន paycheck ទេมันមានន័យថាក៏អត់បានលុយទេគឺថានៅពេលដែល government គេដូចថាព្រមគ្នាហើយអាហ្នឹងគឺគាត់បានលុយមកវិញហើយគេ pay គាត់តាំងពីដើមមកក៏ប៉ុន្តែក្នុងរយៈពេលឥឡូវនេះពួកគាត់ត្រូវទៅធ្វើការធម្មតាតែគាត់អត់បាន paycheck ទេបងនេះគឺជា challenge មួយសម្រាប់បុគ្គលិកដូចជា TSA ឬក៏ traffic controller ចំពោះបងប្អូនដែលបាន SSI ឬក៏ SSA ពួកបងប្អូនអាចទទួលថវិកាជាធម្មតាចាហើយមួយវិញទៀតទីផ្សារភាគហ៊ុនព្រឹកមិញខ្ញុំដូចថាបារម្ភពីរឿងទីផ្សារភាគហ៊ុនដែរណាបងប្អូនចាក៏ប៉ុន្តែដំណើរការល្អហើយវាទៀងបៃតងខ្ញុំបើកមុខកញ្ចក់តិចអំពីរឿងទីផ្សារភាគហ៊ុនកាលឆ្នាំ2018 2019ណាក៏មាន government shutdown ម្ដងដែរពេលនោះខ្ញុំបារម្ភខ្លាំងណាស់ពីរឿងទីផ្សារភាគហ៊ុនក៏ប៉ុន្តែទីផ្សារចំនួននោះឡើងអញ្ចឹងខ្ញុំអត់ដឹងទេក៏ប៉ុន្តែខ្ញុំប្រយ័ត្នមែនតើខ្ញុំព្យាយាមដូចថា put reserve a lot នៅក្នុង funding របស់ខ្ញុំសង្ឃឹមថាទីផ្សារភាគហ៊ុនវាមិនមានការប៉ះទង្គិចអីទៅចោះបងប្អូនក៏ប៉ុន្តែដូចខ្ញុំថាអញ្ចឹងអតីតកាលនៅពេលដែលមាន government shutdown ទីផ្សារភាគហ៊ុនបែរជាឡើងថ្លៃទៅវិញក៏ប៉ុន្តែយ៉ាងណាចំពោះទស្សនៈខ្ញុំនៅមានការព្រួយបារម្ភអញ្ចឹងខ្ញុំ reserve លុយមួយចំនួនក្នុងការបើសិនជាវាធ្លាក់នៅខ្ញុំនឹងទិញបញ្ចូលមួយវិញទៀតចំពោះបងប្អូនដែលថាបុគ្គលិកទូទៅធម្មតាអត់មានការប៉ះទង្គិចអីទេចាអ្នកដែលបុគ្គលិកដែលប៉ះទង្គិចគឺភាគច្រើនជាបុគ្គលិកដែលជា government ដូចជាវាមានដូចជា police ដូចជាទាហានដូចជាsocial worker ដែលពួកអ្នកធ្វើការនៅក្រោម government ហ្នឹងគឺមានការប៉ះទង្គិចរឿងនេះកើតឡើងនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកច្រើនក៏ប៉ុន្តែចំពោះទស្សនៈខ្ញុំគិតថាការមិនព្រមព្រៀងនេះវាអាចដូចថាជាការយឺតជាការដូចថាមានការជជែកវែងញែកច្រើនក៏ប៉ុន្តែទស្សនៈខ្ញុំគិតថាវាពិតជាមានដំណោះស្រាយចាតែគ្រាន់នឹងយូរនឹងឆាប់យើងមិនដឹងបើសិនជាដំណោះស្រាយកើតឡើងឆាប់វាជារឿងមួយដែលល្អសម្រាប់ទស្សនៈខ្ញុំតែបើសិនជាដំណោះស្រាយនេះដូចថាវារៀងប្រើប្រាស់ពេលវេលាយូរខ្ញុំគិតថាខ្ញុំបារម្ភទៅលើបុគ្គលិកពីព្រោះថាធម្មតាបងប្អូនបើសិនជាគាត់ទៅធ្វើការអត់បាន check ហើយចុះយើងនៅស្រុកនេះមាន bill ច្រើនណាបងប្អូនផ្ទះទឹកភ្លើង heat telephone ហើយនឹងកូនចៅការម្ហូបអាហារចាយវាអីចឹងដល់តែពួកគាត់មាន bill ច្រើនអញ្ចឹងហើយបើសិនជាគាត់ទៅធ្វើការហើយក៏អត់បានលុយក៏អត់មាន pay check អញ្ចឹងក៏អត់មានលុយក្នុងការបង់ bill ផងគាត់ទេបងប្អូននេះជាចំណុចមួយដែលពួកគាត់ challenge ណាបងប្អូនចាចំពោះវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងសូមបងប្អូនជួយ share ដើម្បីជាការចែករំលែកទាំងអស់គ្នាហើយសូមអរគុណ